តើកូនកូនទាំងឡាយបានសង្កេតមើលឃើញពុកម្ដាយរបស់យើងដែរទេពេលដែលគាត់ទៅធ្វើការតើគាត់ដែលបានពាក់ខោអាវថ្មីទៅធ្វើការទេតើគាត់បានជិះកង់និងជិះម៉ូតូថ្មីទៅធ្វើការទេគឺគាត់គ្មានអ្វីដែលលម្អរូបរាងកាយរបស់គាត់ទេតែគាត់សុខចិត្តឲ្យកូនទាំងឡាយមានសម្ភារៈប្រើប្រាស់ល្អនឹងគេចុះបីគេថាម៉ែក្រឪពុកក្រតែម៉ែមិនឲ្យកូនក្រដូចជាពុកឲ្យដឹងម៉ែទេឪពុកម្ដាយធ្វើជាអ្នកស្រែជាអ្នកកសិករអ្នកធ្វើស្រែចម្ការរីឯកូនវិញចាយលុយខ្ជាក់ទាំងដៃដូចជាកូនលោកសេដ្ឋីតើកូនបានលុយទាំងអស់នេះចាយវាយសពថ្ងៃតើកូនបានលុយមកពីណាតើកូនបានលុយទាំងអស់នោះដោយញើសឈាមរបស់ខ្លួនឯងឬក៏យើងបានមកពីឪពុកម្ដាយ